ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នាក្នុងវីដេអូឃ្លីបនេះខ្ញុំនឹងឆ្លើយសំណួរទៅនឹងបងប្អូនមួយចំនួនដែលបានសួរខ្ញុំថាពួកគាត់រៀនភាសាអង់គ្លេសតាំងពីក្មេងមកណាអ្នកខ្លះរៀនសឹងថា10ឆ្នាំប៉ុន្តែនៅតែប្រើការកើតនៅតែអត់ចេះទៅដោយសារហេតុអីហើយទៅគួរដោះស្រាយយ៉ាងដូចម្ដេចខ្ញុំគិតថាប្រជាជនខ្មែរយើងច្រើនណាស់ដែលបានរៀនភាសាអង់គ្លេសទូចហើយអត់ប្រើការកើតហ្នឹងគឺមានច្រើនបើទៅអ្នកខ្លះចេះតែឆ្ងល់អ្នកខ្លះរៀនទៅប្រើការកើតអ្នកខ្លះប្រើការកើតប៉ុន្តែក្នុងពេលនេះវីដេអូឃ្លីបគឺសំដៅទៅលើបងប្អូនដែលរៀនហើយគឺប្រើការកើតដោយសារហេតុអីហើយនឹងដោះស្រាយវាយ៉ាងដូចម្ដេចភាសាអង់គ្លេសដែលយើងប្រើការកើតនឹងដោយសារនៅពេលដែលយើងរៀននឹងយើងអាចនិយាយថាអត់យកចិត្តទុកដាក់យើងអត់សូវបានប្រើប្រាស់វាច្រើនមួយទៀតគឺផ្នត់គំនិតអាចចិត្តអារម្មណ៍របស់យើងតែតែគិតថាវាពិបាកវានឹងជាភាសាបរទេសវាមិនមែនភាសាកំណើតរបស់យើងខ្លាចអៀនក្នុងការនិយាយយើងមិនព្យាយាមប្រើប្រាស់វាយើងខ្លាចខុសខ្លាចអីចឹងណាដល់អញ្ចឹងទៅវាធ្វើឲ្យអាភាសាដែលយើងរៀននឹងគឺយើងប្រើប្រាស់វាអត់កើតទេយើងខ្លាចខុសយើងអីចឹងទៅយើងខ្ជិលក្នុងការស្រាវជ្រាវយើងខ្លាចមានការលំបាកចឹងអានឹងជាមូលហេតុដែលនាំឲ្យរៀនភាសាអង់គ្លេស10ឆ្នាំក៏នៅតែអត់ចេះដែរពួកយើងរៀនភាសាអង់គ្លេស10ឆ្នាំចេះតែស្អីយើងទៅរៀននឹងយើងមិនមែនរៀនដើម្បីចេះយើងទៅរៀនទៅដើម្បីមើលឲ្យតែដឹងថាម៉េចហ្នឹងដល់អញ្ចឹងទៅយើងអត់បានរៀនវាដើម្បីចេះឥឡូវឧទាហរណ៍យើងទៅមើលរឿងចិនឃើញចិនកាប់ដាវយើងមើលដល់ចិនកាប់ដាវផុងផាំងប៉ុន្តែសួរឲ្យយើងទៅកាប់ដាវដូចចិនកាត់អត់កើតទេយើងឃើញគេលេងសៀកគេលោតខ្លងដាំដងកាច់ខ្លួនលមូខ្លួនយើងមើលដឹងឃើញណាប៉ុន្តែសួរថាយើងទៅធ្វើសៀកលេងសៀកដូចគេយើងខាតអត់ទៅកាច់អីមិនស្រួលបាក់ឆ្អឹងបាត់ឡើយទៅដាំដងហ្នឹងស្រួលបាក់បត់កបាត់ឡើយហេតុអីមកពីយើងគ្រាន់តែមើលយើងអត់បានរៀនទេពួកអ្នកដែលចំណាយពេល10ឆ្នាំក្នុងការរៀនភាសាអង់គ្លេសចឹងមានន័យថាមិនបានរៀនទេមិនបានអនុវត្តទេគឺបានត្រឹមតែមើលកុំថា10 20ឆ្នាំក៏នៅតែអត់ចេះដែរបានត្រឹមតែដឹងឯងពួកចឹងត្រូវធ្វើម៉េចដើម្បីយើងរៀនចេះជំហានទី1គឺធ្វើបដូរ mindset ទៅតាមការគិតទៅលើភាសាហ្នឹងមានន័យថាមករៀនគឺដើម្បីចេះមកដើម្បីប្រើប្រាស់អ្វីដែលខ្លួនឯងចង់ចេះហ្នឹងព្រោះធម្មតាមនុស្សយើងមានលក្ខណៈមួយតែយើងប្រើប្រាស់អ្វីច្រើនធ្វើអ្វីច្រើនយើងនឹងមានភាពស្ទាត់ជំនាញទៅលើរឿងហ្នឹងហើយយើងទៅរៀនពីច្រើនរៀននៅសាលាមិនបានរៀនចេះព្រោះទៅដល់សាលាពីច្រើនយើងអត់បានអនុវត្តឲ្យបានអីច្រើននៃពីច្រើនគ្រូវិញដូចថាពេលគ្រូបរិញ្ញាគ្រូគាត់និយាយយើងស្ដាប់គាត់សរសេរយើងមើលព្រោះខ្លួនយើងអត់បានធ្វើអត់បានពិចារណាបានត្រេះទេអញ្ចឹងទៅយើងអត់ដឹងក្នុងរយៈពេល1ម៉ោងទៅ1ម៉ោងខ្លះ2ម៉ោងគឺយើងអង្គុយតែខត់ទៅពីច្រើនកត់ហើយជួបកាប់បែកអារម្មណ៍បែកអូហូស្ទឹងតាណាត្រៃទៀតអត់បាន focus ជាមួយនឹងមេរៀនពេលខ្លះមិនដឹងថាមេរៀននឹងនិយាយអីទៀតផងដើម្បីយើងធ្វើឲ្យយើងរៀនអត់ចេះអញ្ចឹងសួរធ្វើម៉េចដើម្បីរៀនចេះដើម្បីរៀនចេះចាំតែមួយម៉ាត់ឯងគឺការអនុវត្តច្រើនបំផុតទី1ចង់ចេះទី2ចង់ប្រើប្រាស់វាកើតទី3គឺដើម្បីចង់ចេះប្រើប្រាស់គឺអនុវត្តវាឲ្យបានច្រើនបំផុតពេលរៀនឧបមាថានៅពេលដែលយើងរៀនគឺយើងត្រូវការអនុវត្តវាច្រើនអនុវត្តមិនពេលរៀននោះគឺអនុវត្តមកពេលនោះចេះមិនចេះគឺយើងដឹងហើយឧបមាគ្រូបញ្យលវេយ្យាករណ៍ចំណុចណាមួយយើងអនុវត្តថាមើលថាវេយ្យាករណ៍របៀបរៀនអនុវត្តប្រើវារហូតតែយើងស៊ាំជាមួយនឹងវាទៅយើងមានអារម្មណ៍ថាវាអត់ពិបាកព្រោះយើងរៀននិយាយក៏ដូចគ្នាដែរដំបូងយើងអាចបន្តិចចាំមាត់ហើយយើងរៀននឹងនិយាយប្រើរហូតវាទៅជាជាប់នៅក្នុង subconscious mind របស់យើងណាដល់ជាប់ subconscious mind ទៅវាលែងពិបាកព្រោះយើងព្រោះវាជាប់ក្នុងចិត្តយើងហ្នឹងដូចពេលខ្លះអ្នកដែលរៀនភាសាបានច្រើនអង់គ្លេសដោយប្រាំងអីឃ្លាមួយចំនួនគេអត់និយាយភាសាខ្មែរចេញទេអាហ្នឹងពេលខ្លះមិនមែនគេចូលទេប៉ុន្តែសារតែពាក្យខ្មែរខ្លះវាអត់មានអារម្មណ៍បែបហ្នឹងដល់ពេលអត់មានអារម្មណ៍បែបហ្នឹងប្រើភាសាបរទេសវាចំកន្លែងហ្នឹងពេលខ្លះភាសាបរទេសវាអត់មានអារម្មណ៍បែបហ្នឹងពេលខ្លះយើងចង់ប្រើពាក្យខ្មែរទៅជំនួសដែរយល់ពីអារម្មណ៍ហ្នឹងអ្នកដែលធ្លាប់រៀនភាសាបរទេសច្រើនគាត់ជាយល់អញ្ចឹងមានន័យថាអ្នកដែលរៀនអត់ចេះគឺខ្វះការអនុវត្តខ្វះការប្រើប្រាស់វាឲ្យបានច្រើនអញ្ចឹង20ឆ្នាំក៏នៅតែអត់ចេះដែរប៉ុន្តែចំពោះអ្នកដែលគេរៀនឆាប់ចេះ1ខែ2ខែ3ខែ4ខែគេរីកចម្រើនរឿងហ្នឹងដោយសារគេរៀនបានអនុវត្តច្រើនគេអនុវត្តអាចអនុវត្តខ្លួនគេឬក៏អាចគ្រូគេល្អនាំសិស្សឲ្យអនុវត្តគ្រូដែលបកកែដែលបរិញ្ញាសិស្សដែលចេះនឹងភាគច្រើនគឺគ្រូនឹងមានមធ្យោបាយថ្មីឲ្យសិស្សអនុវត្តអ្វីដែលគាត់បានរៀននឹងច្រើនបំផុតនឹងឲ្យជាគ្រូខ្លាំងហើយគ្រូមួយចំនួនទៀតដែលគាត់បរិញ្ញាសិស្សអត់ចេះហ្នឹងមិនមែនគាត់អត់ចេះទេគ្រូបកកែប៉ុន្តែគាត់ខ្វះមធ្យោបាយធ្វើម៉េចឲ្យសិស្សព្រមយកអ្វីដែលគាត់បង្រៀនទៅអនុវត្តឲ្យបានច្រើនដល់រហូតដល់ចាំចេះស្ទាត់អានឹងជាចំណុចខ្សោយរបស់គ្រូចុះបើសិនជាយើងរៀនកន្លែងណាដែលអាចជំរុញឲ្យយើងអនុវត្តប្រើអ្វីដែលគ្រូបានបរិញ្ញាបានច្រើនហ្នឹងអាហ្នឹងឯងជាចំណុចដែលធ្វើឲ្យយើងឆាប់ចេះដោយសារតែកន្លែងហ្នឹងឯង start up community គឺមានកន្លែងហ្នឹងមួយគឺសិស្សមកគឺយើងជំរុញឲ្យសិស្សធ្វើជាក់ស្ដែងអនុវត្តជាក់ស្ដែងឲ្យខ្លួនឯងឃើញជាក់ស្ដែងមិនយល់កន្លែងណាមិនយល់កន្លែងណាចេះកន្លែងណាមិនចេះកន្លែងណាអញ្ចឹងបានការបង្រៀនរបស់យើងគឺទទួលបានផលលឿនជាងកន្លែងផ្សេងទាំងអស់ហ្នឹងយើងហ៊ាននិយាយអញ្ចឹងព្រោះចំពោះសិស្សដែលខ្សោយមិនរៀនអត់ចេះមិនយើងបរៀនទៅគឺឃើញចេះស្អាតយើងដោតទៅលើការអនុវត្តច្រើនគ្រូបរៀនតែតិចឯងដូចថាក្នុង100អញ្ចឹងគ្រូបរៀនតែ20បានទេ80ទៀតគឺសិស្សអ្នកអនុវត្តព្រោះបើមិនអនុវត្តទេយកទៅវិញចោលព្រោះសិស្សវាច្រើនតែខ្សោយ
แต่เตี้ยไว้ครูมาจะรู้ก่อนจะลำใจฮะสักเรียนเขาจะวิ่งสักมันอ่านบอดทำปุ๊บอ่านจังไงสักไก่สักที่ร้อยเชียงได้เติมเตี้ยวิ่งมันอ่านบอดมาไปจากในบ้านเรียนพิศนาคือเจอหมอเจอพวกอดมินตำรวจเป็นทักเจอมันอดมินตำรวจในการเฟอร์วีนำไปจังช่องไอแช่งตำรวจเพิ่มแต่เฟอร์วีนั่นคือเป็นเรื่องประมาณกลายนั่งได้ที่กับหอกมวยปัจจัยในกลายสตาร์ทอัพอ่านจากนั้นคือมาคือไอเฟอร์นั่งมองพอยังอ่านตกสัตว์สัตว์เติมไปหนึ่งเฟอร์ต่อแต่สัตว์เรียนยูจับดามเบียร์ฮาบิดมาในประกาศตำรวจเรียนคนไอประกาศตำรวจจ้องแจ๊จ้องดังคนไอนึงชาหนังบัตรสัตว์แต่แต่ไว้ก่อนไอเรียนคนไอบ้านปัญหาจำเพลงประคำไปก่อนเรียนนานในให้สไลด์ไปต้องคืออ่านไปยาวเองอันนั้นมีเราทำวิธีการดักติดเลยใช่ผู้สักเฟื่อตั้งมันสบายใจมนุษย์ยืงแต่เฟื่อมันสบายใจได้เฟื่ออัดบันพาลอยแต่ใช่ไหมผู้แต่อัดสบายใจที่เธอจะหุ่นหุ่นบิดาอยากจะจับได้มันยังอ่ะมีจันปัญหาเนี่ยไปได้เฟื่อได้สบายใจเฟื่อได้จังนั่งหนึ่งตรงไหนเป็นนั่นคือหลักฐานบางคนแต่แบบจังยมกระทาขนมกาปัจจุบันขนมวิดีโอคลิปยมเนี่ยไปปรามไปผมมวยในตีนี้ประกอบจีสไอสไลด์ของเราอบรมยังให้ได้มาทดลองเรียนอังกฤษดอกชนะไม่เรียนอังกฤษคนจะกูดอกเสียยังไม่ก่อดังแรงจำมัดฮะอ่านบอร์ดทำให้โมถือเป็นตัวไหนอ่านบอร์ดไอ้บ้านฉลาดคนจะพูดปฏิเสธในทางสตาร์ทอัพหนึ่งบางเรียนธนาอ่านเทียบสามเลยจะพูดบงโอน่าได้จับอารมณ์จังเจอ่านบางเดือนนะคืออ่านมาจากชาวบ้านคือยังตัวสัตว์ดำเนี่ยปูยังกิดแต่เลยคนเพียบปูยังตั้งใจทำไปแบบนี้บางมันยังคือมีหลายจึงโรยยันจังยังกิดแต่เลยคนเพียบเหมือนแต่เธอไม่เอายังจำนายเป็นที่ให้ตัวบางพอดเรื่องจิตติกอบจัดจะปูปอดมีวัดอ่านคอลมองเตะโตปูยังตามอย่างในจะซับซ้อนน็อกมาเพลงปั้นเพลงไว้นั่งหามบวนบาสมาก้นส่งอย่างนี้